ថ្ងៃនេះមកតែងមេឃអំពិលទឹកដើម្បីឲ្យវាស្រឡះហើយត្រៀមដាក់ជីដាក់អ៊ីសម្រាប់រដូវកាលថ្មីមានន័យថាជាទូទៅអំពិលទឹកចាប់ផ្ដើមផ្កានៅខែចន្លោះខែ11ខែ12អញ្ចឹងដើមខែ10នេះយើងត្រៀមដាក់ជីជំរះស្មៅសម្អាតស្មៅអីជាដើមបាទអញ្ចឹងមកនេះគឺស្លឹកឫស្សីដែលខ្ញុំប្រមូលដាក់ប្រហែលខែមុនហើយពេលត្រូវភ្លៀងត្រូវគឺរលួយល្អមែនទែនបាទនៅតាមគល់អំពិលទឹកហ្នឹងអញ្ចឹងអំពិលទឹកនេះគឺដល់ខែនេះគឺជាឆ្នាំប្រហែលខែនេះដាំបាទអញ្ចឹងឆ្នាំនេះខែ11 12នេះគឺនឹងចេញផ្កាហើយបាទហើយតែដើមខ្លះក៏មានចេញផ្កាខ្លះដែរបាទអញ្ចឹងយើងសម្អាតតាមគល់តាមរងភាសាសបោស្មៅហើយកាត់មែកតូចខ្លះចោលខ្លះបីឲ្យវាមានស្រឡះបាទនេះគឺយើងតាក់តែងតិចនៅឡើយទេបាទហើយខ្ញុំប្រើតែជីទឹកសង្គ្រោះពន្លឺហ្នឹងបាទនឹងជីកាកសំណល់ផ្ទះបាយផងដែរអញ្ចឹងអត់ទាន់បានប្រើជីគ្រាប់ឬក៏ជីអីដែលជីសរីរាង្គឬក៏ជីធម្មជាតិទេប្រើតែជីផលិតខ្លួនឯងសិនបាទអញ្ចឹងនេះគឺទិដ្ឋភាពទូទៅបាទមានដើមដែលខ្ពស់នេះគឺដើមដោយគ្រាប់បាទហើយការតាក់តែងនេះគឺដើម្បីឲ្យយើងស្រួលដើរទៅមកផងដែរដោយសារដើមមែកវាទៀបពេកយើងពិបាកដើរហើយក៏មិនផ្លែដែរខាងទៀបខាងក្រោមហ្នឹងពេលផ្លែមកវាធ្លាក់ដល់ដីនាំឲ្យខូចផ្លែដល់ទេអញ្ចឹងបានព្យាយាមតាក់តែងឲ្យវាស្រឡះតិចទៅបាទអញ្ចឹងមិនមែនជាអ្នកជំនាញអីទេគ្រាន់តែសម្អាតមែកតូចឲ្យវាស្រឡះតាមគល់អំពិលទឹកហ្នឹងឯងបាទហើយតាមបន្លែនេះគឺឆ្នាំនេះអត់ទាន់មានភ្លៀងខ្លាំងនៅឡើយទេអត់មានភ្លៀងច្រើននៅឡើយទេគឺទឹកសល់ពីឆ្នាំតែមិនមកមានភ្លៀងតិចចឹងទៅបាទអញ្ចឹងឃើញថាឫសអំពិលទឹកវាអាចចាក់ទៅបើទឹកបើអីពីក្នុងកូនបន្លែនឹងបានហើយបាទអញ្ចឹងមានដើមខ្លះគឺលាស់ត្រួយខ្ចីល្អដើមខ្លះគឺអត់ទាន់លាស់ត្រួយថ្មីទៅឡើយទេនៅស្លឹកចាស់ត្រួយចាស់នៅឡើយទេបាទអញ្ចឹងថែមជីទៅអាចពេលដល់ការផ្លែវាអាចយើងបំពន់វាត្រៀមអាចបាទអញ្ចឹងដូចយើងបំពន់វាដើម្បីឲ្យដល់រដូវត្រៀមផ្កាអញ្ចឹងដែរបាទអញ្ចឹងអរគុណច្រើន